ជំរាបសួរលោកគ្រូស្ដីអ្នកនរគ្នាខ្ញុំហានស្លេកមកពី AV20.3 ថ្ងៃនេះយើងធ្វើលេខទី6ដែលធ្វើការ copy ទៅលើ file ដែលមានពី10រហូតដល់ 60M MB អញ្ចឹងខ្ញុំធ្វើនៅក្នុងនោះដែរខ្ញុំមាន CTEX folder ហើយនៅក្នុងដែរនៅក្នុង backup student ហើយនៅក្នុងនោះមាន folder ពី BA ដល់ PI អញ្ចឹងខ្ញុំធ្វើការ copy ដែលខ្ញុំមាន comment របស់ខ្ញុំ shareធ្វើការ copy file ដែលមានចាប់ពី 10M ដល់ 60M ដែលមានឈ្មោះយូរបន្ទុះចូលទៅក្នុង file ហ្នឹងអញ្ចឹងចាំតិចអូខេអញ្ចឹងហើយខ្ញុំមាន comment សម្រាប់ចូលទៅមើលសិនទី1ខ្ញុំមើលទៅលើfile BA អញ្ចឹងចូលមក enter អញ្ចឹងមានទេធ្វើការមើលទៅលើ B មួយទៀតមាន BC មួយទៀតមាននេះ file យូរបន្ទុះហើយមានចាប់ពី10មេទៅដល់60មេនេះ